ជំរាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទ Cyber នៅក្នុងរសៀលម៉ោង2:27 នាទីក្នុងថ្ងៃទី2ខែមេសាឆ្នាំ2026បាទអញ្ចឹងបងប្អូននៅក្នុងរសៀលនេះខ្ញុំសូមអាប់ដេតតកតើទៅលើទីផ្សារហាងឆេងមាសហើយកាលពីព្រឹកមិញខ្ទង់ម៉ោង10ទៅម៉ោង11ព្រឹកខ្ញុំក៏បានចេញជាវីដេអូធ្វើការវិភាគអាប់ដេតទៅលើទីផ្សារហាងឆេងមាសនៅក្នុងខែមេសាថ្ងៃទី2ខែមេសានេះទៀតផងបាទហើយតាមរយៈវីដេអូនេះគឺខ្ញុំបានឲ្យបងប្អូនទាំងអស់គ្នាចូលទៅធ្វើការ share តម្លៃហាងឆេងមាសអន្តរជាតិជាក់ស្ដែងតែម្ដងបាទហើយតម្លៃដែលខ្ញុំឲ្យបងប្អូនចូលទៅធ្វើការ share បាទគឺនៅតម្លៃប៉ុន្មាន$4,670នៅក្នុងមួយអោនបាទនៅតម្លៃខ្ទង់ខាងលើនេះបងប្អូនបាទនៅក្នុងចំណុចនេះតែម្ដងបាទ$4,670ហ្នឹងបាទហើយជាក់ស្ដែងបងប្អូនតម្លៃហាងឆេងមាសក៏បានធ្លាក់ចុះបាទធ្លាក់ចុះរហូតមកដល់តម្លៃប៉ុន្មាន$4,554នៅក្នុងមួយអោនអញ្ចឹងបើសិនមកយើងមើលពីតម្លៃ$4,670មក$4,550ក្នុងមួយអោនគឺវាចុះខ្ទង់120លេខបងប្អូនបាទ120លេខប៉ុន្តែ target take profit ព្រឹកមិញខ្ញុំដាក់នៅត្រឹមតែ$4,600 គត់ទេបាទ$4,600 គត់អញ្ចឹងបងប្អូនណាដែលបានមើលវីដេអូនៅក្នុង page ផ្លូវការក្រុមហ៊ុន BFX Capital កាលពីព្រឹកមិញហើយ follow ទៅតាមអ្វីដែលខ្ញុំបានធ្វើការ recommendation នៅក្នុងវីដេអូនោះក្នុងមួយអោនគឺបងប្អូនមានឱកាសចំណេញ$70ក្នុងមួយ lot size ស្មើមាស100អោនបងប្អូនមានឱកាសចំណេញ$7,000បាទ$7,000កាលពីម៉ោង11ដល់ម៉ោង12ដែលខ្ញុំបានធ្វើវីដេអូនៅក្នុងការវិភាគជូនហ្នឹងបាទអញ្ចឹងបើសិនមកយើងមើលទៅតែប្រហែលម៉ោង 3-4 ម៉ោងដូចខ្ញុំជម្រាបជូនអញ្ចឹងបាទថា 3-4 ម៉ោងមាសវានឹងចុះមកដល់ប៉ះ target take profit កាពិតវាបានចុះមកប៉ះពិតមែនទៅតាមការព្យាករទៅលើតម្លៃចូលទៅធ្វើការលក់ទៅនឹងទៅតាមពេលវេលាដែលខ្ញុំបានជម្រាបជូនផងដែរបាទនេះគឺជាឱកាសនៃការស្វែងរកនៅផលចំណេញដ៏ច្រើនមួយផងដែរបងប្អូនបាទហើយខ្ញុំក៏ជម្រាបទៀតថាបើសិនមកចុះដល់$4,600ឲ្យបងប្អូនបាយវិញបាទឲ្យបងប្អូនបាយវិញអញ្ចឹងបងប្អូនបាទប៉ុន្តែដោយសារតែទីផ្សារហ្នឹងវាបានចុះលឿនពេកបាទវាបានចុះមកដល់តម្លៃ$4,600ដែលជា target take profit ហើយក៏បន្តចុះរហូតដល់$4,550តែម្ដងបាទអញ្ចឹងសួរថាតើតម្លៃហាងឆេងមាសហ្នឹងអាចនឹងមានឱកាសឡើងទៅលើវិញទេដែរទេបងប្អូនបាទតើតម្លៃហាងឆេងមាសអាចនឹងមានឱកាសឡើងមករក$4,700ឬក៏$4,800វិញដែរទេកាលពីយប់មិញបាទយប់មិញថ្ងៃទី1ឈានចូលថ្ងៃទី2ម៉ោង11ទៅម៉ោង12ហ្នឹងហាងឆេងមាសយប់មិញក៏ឡើងដល់$4,800បាទ$4,800នៅក្នុងមួយអោនណាហើយក៏បើកផ្សារនៅក្នុងថ្ងៃនេះមកមាសក៏បន្តធ្លាក់ចុះតែម្ដងអញ្ចឹងសួរថាតើមាសអាចនឹងឡើងថ្លៃទៅដល់តម្លៃខាងលើនឹងវិញដែរទេបាទសម្រាប់ខ្ញុំគិតថាមាសអាចនឹងបន្តឡើងថ្លៃទៅលើវិញបាទមាសនឹងបន្តឡើងថ្លៃទៅលើវិញបងប្អូនណាបាទអញ្ចឹងសួរថាតើតម្លៃបច្ចុប្បន្នយើងគួរតែធ្វើការទិញទៅលើទីផ្សារហាងឆេងមាសដែរទេសម្រាប់មាសគីឡូអាចទិញបានដែរទេហើយសម្រាប់trade នៅក្នុងទីផ្សារមួយនេះតើអាចចូលទៅធ្វើការកក់ហាងឆេងទិញដែរទេបាទអញ្ចឹងខ្ញុំជម្រាបជូនថាសម្រាប់បងប្អូនមាសគីឡូបងប្អូនអាចធ្វើការទិញបានអត់អីទេបាទទិញបានហើយសម្រាប់បងប្អូនtrade ហាងឆេងកក់តាមប្រព័ន្ធធនាគារឬក៏គេហៅថាវិស័យ forex នេះបាទក៏បងប្អូនអាចបាយបានដែរបាទរកចំណុចបាយអញ្ចឹងទី1ដោយសារហេតុអ្វីបានទីផ្សារហាងឆេងមាសមានការប្រែប្រួលត្រឡប់ចុះត្រឡប់ឡើងខ្លាំងហើយលឿនបែបនេះបាទដោយសារតែទី1បងប្អូនណាបាទតកតើងទៅលើភូមិសាស្ត្រនយោបាយបាទអញ្ចឹងភូមិសាស្ត្រនយោបាយរវាងអាមេរិកបានធ្វើការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់មករយៈនេះគឺមានព័ត៌មានជាច្រើនចេញមកហើយម្យ៉ាងដល់សុពលភាពដែលលោក Donald Trump បានប្រកាសរួចរាល់ទៅហើយថាបេសកកម្មទៅលើអ៊ីរ៉ង់នឹងប្រើរយៈពេលត្រឹមតែ5 ទៅ 6 សប្តាហ៍អីយ៉ាងយូរហើយបាទឥឡូវនេះមកដល់ថ្ងៃនេះគឺចូលក្បាលសប្តាហ៍ទី5ទៅហើយអញ្ចឹងលោក Donald Trump គាត់ក៏ចង់បញ្ចប់សង្គ្រាមទៅលើប្រទេសអ៊ីរ៉ង់ដែរដោយសារតែការវាយប្រហារសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់យើងដឹងហើយគឺសម្រាប់មេដឹកនាំកម្ពុជារបស់ប្រទេសអ៊ីរ៉ង់អស់ជាច្រើនអ្នកបាទនឹងរឿងទី1រឿងទី2គឺបំផ្លាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់ក៏អស់ច្រើនផងដែរបាទហើយម្យ៉ាងអ៊
អ៊ីរ៉ង់ក៏បានបិទច្រកសមុទ្រហូមូសនោះទៀតសោតក៏ជំរុញឲ្យហាងឆេងប្រេងអន្តរជាតិមានការឡើងថ្លៃខ្លាំងបាទអញ្ចឹងហើយទើបធ្វើឲ្យតម្លៃហាងឆេងប្រេងក៏មានការឡើងថ្លៃខ្លាំងដូចគ្នាផងដែរដោយសារតែប្រេងតម្រូវការមានការខ្វះខាតហើយក៏មានភាពចាំបាច់នៅក្នុងការ trade ប្រេងរបស់រដ្ឋាភិបាលនីមួយៗមានន័យថារដ្ឋាភិបាលលោកនាំប្រេងចូលអីអញ្ចឹងបងប្អូនបាទស្វែងរកប្រភពទិញប្រេងនាំចូលអីអញ្ចឹងទៅបាទអញ្ចឹងហើយទើបធ្វើឲ្យតម្លៃហាងឆេងប្រេងទៅជាប្រធានបទមួយដ៏ក្តៅមែនទែននៅលើពិភពលោកតែម្ដងនាពេលបច្ចុប្បន្ននេះឯងបាទទើបជំរុញឲ្យមាសมันមានការចាប់អារម្មណ៍ហើយក៏ធ្វើឲ្យតម្លៃវាមានការធ្លាក់ថ្លៃប៉ុន្តែបងប្អូនណានៅពេលណាដែលលោក Donald Trump ប្រសិនបើគាត់ចង់បញ្ចប់សង្គ្រាមហើយមានការចរចាជាមួយនឹងរបបថ្មីនៃប្រទេសអ៊ីរ៉ង់មេដឹកនាំថ្មីអញ្ចឹងពេលនោះហើយជាពេលមួយដែលច្រកសមុទ្រ Hormuz ត្រូវបានដោះស្រាយហើយវាអាចនឹងនាំឲ្យប្រេងនៅលក្ខណៈ sideways ឬក៏អាចនឹងមានការថមថយចុះបន្តិចមកវិញប៉ុន្តែវាក៏អាចធ្វើឲ្យនឹងនាំឲ្យតម្លៃហាងឆេងមាសនឹងមានការឡើងថ្លៃទៅលើវិញផងដែរបាទកាលពីប្រហែលថ្ងៃមុនបាទ 3-4 ថ្ងៃមុនលោក Donald Trump បានផុសនៅក្នុងបណ្ដាញ social media របស់គាត់និយាយថាសហរដ្ឋអាមេរិកនឹងធ្វើការចរចាជាមួយនឹងមេដឹកនាំថ្មីនិងរបបថ្មីរបស់ប្រទេសអ៊ីរ៉ង់ហើយបើសិនការចរចានោះមិនត្រូវគ្នាទេសហរដ្ឋអាមេរិកនឹងបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ឲ្យកាន់តែខ្លាំងជាពិសេសទៅលើរោងចក្រផលិតអគ្គិសនីបាទអណ្ដូងប្រេងក៏ដូចជាកោះខាងរបស់អ៊ីរ៉ង់នឹងឯងបាទហើយដោយសារអីបងប្អូនដោយសារតែបើសិនការចរចាទៅហើយអ៊ីរ៉ង់មិនបើកច្រកសមុទ្រហូមូសធ្វើអាជីវកម្មអីឡើងវិញបាទសហរដ្ឋអាមេរិកនឹងធ្វើការវាយប្រហារបាទនឹងធ្វើការវាយប្រហារកាន់តែខ្លាំងតែម្ដងបាទហើយឥឡូវនេះគាត់ថាអាចនឹងវាយប្រហារ2 ទៅ 3 សប្តាហ៍បន្ទាប់ទៅមុខទៀតបើសិនអ៊ីរ៉ង់មិនបើកច្រកសមុទ្រហូមូសប៉ុន្តែអ៊ីរ៉ង់ឥឡូវក៏គេបន្ទន់អេរយាប័តនៅក្នុងការចូលមកចរចាជាមួយនឹងខាងសហរដ្ឋអាមេរិកដែរអញ្ចឹងយើងចាំមើលទាំងអស់គ្នាថាតើការចរចាអាចនឹងកើតមានឡើងដែរឬទេហើយការចរចានោះវាអាចឈានចូលទៅដល់ការបញ្ចប់សង្គ្រាមបេសកកម្មរបស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់ដែរឬទេបងប្អូនណាបាទនេះគឺជារឿងមួយដែលយើងត្រូវតែតាមដានដោយសារតែវាមានឥទ្ធិពលមកលើទីផ្សារប្រេងបាទនិងទីផ្សារហាងឆេងមាសដែលយើងកំពុងតែចាប់អារម្មណ៍ទៅលើការវិនិយោគដើម្បីស្វែងរកនូវផលចំណេញនឹងឯងបងប្អូនណាបាទអញ្ចឹងហើយបានថាបើសិនបើមានការចរចារវាងអាមេរិកនិងអ៊ីរ៉ង់កើតឡើងមែនហើយឈានចូលទៅដល់ការបញ្ចប់សង្គ្រាមទៅតាមការកំណត់របស់លោក Donald Trump ត្រឹមតែ5 ទៅ 6 សប្តាហ៍ដែលថាយ៉ាងយូរនោះខ្ញុំគិតថាមាសនឹងមានការឡើងថ្លៃបាទមាសនឹងមានការឡើងថ្លៃហើយតាមការវិភាគរបស់ខ្ញុំបាទតាមការវិភាគរបស់ខ្ញុំបើសិនបើខ្ញុំវិភាគ candlestick ប្រចាំសប្តាហ៍បាទដោយសារតែមាសយប់មិញវាបន្តឡើងខ្លាំងមែនទែនឡើងដល់ 4800 ហ្នឹងហើយខ្ញុំក៏មើលឃើញថាមាសបើសិនបើមានព័ត៌មាន breaking news ណាមួយចេញពីតំបន់មជ្ឈិមបូព៌ាចេញមកល្អវាអាចនឹងរុញឲ្យមាសអាចនឹងឡើងដល់នៅក្នុងថ្ងៃនេះឬក៏ថ្ងៃសុក្រថ្ងៃស្អែកនឹងឡើងដល់តម្លៃប្រមាណ$5000នៅក្នុងមួយអោនហើយបើសិនមាសឡើងដល់តម្លៃ$5000ក្នុងមួយអោនបិទនៅក្នុងតម្លៃ$5000ក្នុងមួយអោននៅក្នុងតម្លៃខាងលើនេះបាទមានន័យថាសប្តាហ៍ក្រោយទៀតថ្ងៃទី6ទី7ទី8ទី9បាទខែមេសាសប្តាហ៍ក្រោយទៀតមាសនឹងនៅតែបន្តឡើងថ្លៃបងប្អូនណាបាទបើសិនមាសនៅក្នុងថ្ងៃស្អែកថ្ងៃសុក្របិទតម្លៃប្រចាំសប្តាហ៍នេះនៅក្នុងតម្លៃ$5000សប្តាហ៍ក្រោយមួយទៀតមាសក៏នៅតែបន្តឡើងសប្តាហ៍ក្រោយមួយទៀតដែលដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរមាសក៏នៅតែបន្តឡើងដែរបងប្អូនណាបាទប៉ុន្តែយើងចាំមើលនៅក្នុងថ្ងៃហ្នឹងនិងថ្ងៃស្អែកដែលថាតែថ្ងៃស្អែកថ្ងៃសុក្រមានព័ត៌មានសំខាន់មួយបាទតាក់ទងទៅលើព័ត៌មាន Non-Farm បងប្អូនណាបាទដែលចេញនៅម៉ោង7កន្លះមានដូចជា average household earning Non-Farm employment change ក៏ដូចជា unemployment rate ជាដើមហើយចំពោះការព្យាករណ៍ទុកមុនតេតើងទៅលើទិន្នន័យ Non-Farm ល្អតេតើងទៅលើ average household earning អត់ល្អទេបាទតេតើងទៅលើ unemployment rate រក្សានៅដដែលទេប៉ុន្តែបើសិនមកយើងមើលទៅលើទិន្នន័យសេដ្ឋកិច្ចទាំងអស់ដូចជាថ្ងៃទី1បាទកាលពីថ្ងៃទី1ហ្នឹងក៏មានទិន្នន័យសំខាន់ដែរបាទតេតើងទៅលើ core retail sale ក៏ដូចជាADP Non-Farm ប៉ុន្តែព័ត៌មានទាំងអស់ហ្នឹងបងប្អូនឃើញស្រាប់ហើយវាចេញមកល្អខ្លាំងមែនតើបាទល្អខ្លាំងណាស់ប៉ុន្តែក៏មិនបានជំរុញឲ្យមាសមានការធ្លាក់ថ្លៃកាលពីយប់មិញដែរបាទមាសធ្លាក់ថ្លៃទើបតែបើកផ្សារព្រឹកមិញនេះទេបាទអញ្ចឹងព័ត៌មាន Non-Farm នេះខ្ញុំគិតថាទោះបីជាព័ត៌មាននឹងចេញមកល្អឬក៏មិនល្អសម្រាប់ការវិភាគរបស់ខ្ញុំគិតថាមាសនៅតែមានការឡើងថ្លៃបាទមាសនៅតែបន្តឡើងថ្លៃឡើងមកលើវិញដោយសារតែមាសភាគរយច្រើនវារងឥទ្ធិពលចេញពីភូមិសាស្ត្រនយោបាយនោះឯងបងប្អូនណាបាទអញ្ចឹងបើសិនបើមានភ្លើងខៀវណាមួយចេញពីតំបន់មជ្ឈមបូព៌ាមានការចរចាណាមួយរវាងអាមេរិកនិងអ៊ីរ៉ង់កើតឡើងដើម្បីឈានចូលទៅដល់ការបញ្ចប់សង្គ្រាមនោះក្តីខ្ញុំគិតថា
អ្នកវិនិយោគគាត់អាចនឹងចាប់អារម្មណ៍មកលើទីផ្សារហាងឆេងមាសវិញដោយសារតែមាសវាគឺជាជំរកទ្រព្យសម្បត្តិមួយដ៏ល្អបាទជាជំរកទ្រព្យសម្បត្តិមួយដែលល្អដែលមានសុវត្ថិភាពបាទដែលគេតែងតែទិញមាសទុករក្សាទុកដើម្បីទុកឲ្យតម្លៃវាមានការឡើងថ្លៃអញ្ចឹងទៅអាហ្នឹងគេអាចលក់ចេញវិញដើម្បីយកប្រាក់ចំណេញបាទដោយសារតែបញ្ហាយើងដឹងថាសង្គ្រាមនៅក្នុងតំបន់មជ្ឈមបូព៌ានេះវានឹងបង្កើតនៅវិបត្តិអតិផរណាខ្លាំងបងប្អូនចាំមើលបាទសង្គ្រាមនៅតំបន់មជ្ឈមបូព៌ាអាមេរិកវាយអ៊ីរ៉ង់ហ្នឹងវានឹងបង្កើតទៅជាវិបត្តិអតិផរណាខ្លាំងនេះពេលខាងមុខបាទអាចនឹងឆ្នាំក្រោយអីចឹងទៅបាទហើយវិបត្តិអតិផរណានោះហើយវានាំឲ្យតម្លៃទំនិញអីមានការឡើងថ្លៃវានាំឲ្យសន្ទុះនៃតម្លៃហាងឆេងរូបិយប័ណ្ណធំមានការចោទថោកដូចជាលុយអឺរ៉ូលុយផោនលុយយេនលុយអូស្ត្រាលីអីជាដើមហ្នឹងអញ្ចឹងកាលណារូបិយប័ណ្ណចោទថោកគេនឹងចាប់អារម្មណ៍មកធ្វើការវិនិយោគទៅលើទីផ្សារមាសដោយសារតែមាសអត់មានការធ្លាក់ថ្លៃទៅតាមរូបិយប័ណ្ណទេបងប្អូនណាបាទរូបិយប័ណ្ណមានការធ្លាក់ថ្លៃដល់កម្រិតណាក៏ដោយប៉ុន្តែមាសវានៅដដែលដោយសារតែមាសត្រូវបានទិញគ្រប់ប្រទេសទិញគ្រប់ជាតិសាសន៍ដូច្នេះតម្រូវការវានៅតែមានអញ្ចឹងបាទប៉ុន្តែបើផ្នែករូបិយប័ណ្ណអត់ទេតែរូបិយប័ណ្ណរបស់ប្រទេសណាមួយជួបនៅវិបត្តិសេដ្ឋកិច្ចហើយរូបិយប័ណ្ណនោះមានការធ្លាក់ចុះការជួញដូរទៅលើរូបិយប័ណ្ណនោះក៏លែងមានតម្រូវការដែរបាទអញ្ចឹងហើយបានមាសនៅតែមានតម្រូវការដោយសារតែបាទតំបន់មួយមានបញ្ហានៅតំបន់មួយទៀតនៅត្រូវការមាសអញ្ចឹងបាទវាអញ្ចឹងឯងបងប្អូនណាបាទអញ្ចឹងសម្រាប់ day 1បាទសម្រាប់ day 1បាទមាសនេះក៏អាចនឹងមានឱកាសឡើងវិញដែរបាទសម្រាប់4ម៉ោងបាទសម្រាប់4ម៉ោងមានការ investment ចុះមកក្រោមបន្តិចប៉ុន្តែ investment ចុះមកចំចំណុចឲ្យវាឡើងវិញបាទ4550ហ្នឹងបាទចំណែកឯមួយខែបាទមួយខែមាសនេះបាទអាចនឹងមានការ investment ចុះបន្តិចមកវិញប៉ុន្តែមុននេះក៏វាចុះហើយដែរប៉ុន្តែក៏អាចនឹងឡើងទៅលើវិញបាទអញ្ចឹងតេតើងទៅលើទិសដៅនៃទីផ្សារហាងឆេងមាសបងប្អូនបាទតេតើងទៅលើទិសដៅនៃទីផ្សារហាងឆេងមាសគឺយើងសូមរងចាំមើលទៅលើការចរចាតើមានការចរចាដែរឬទេរវាងអាមេរិកនិងអ៊ីរ៉ង់នឹងឯងបាទអញ្ចឹងបើសិនបើមានការចរចារវាងអាមេរិកនិងអ៊ីរ៉ង់កើតឡើងដើម្បីឈានចូលទៅដល់ការបញ្ចប់សង្គ្រាមអីពិតមែនបាទពេលនោះហើយជាពេលដែលតម្លៃមាសនឹងមានការឡើងថ្លៃអញ្ចឹងឥឡូវនេះបងប្អូនបាទឥឡូវនេះគណៈពេលដែលមាសមានការ investment ចុះមកដល់តម្លៃបច្ចុប្បន្ននេះ4633ឬក៏$5600ក្នុងមួយអោននេះសួរថាតើអាចទិញបានអត់នៅក្នុងតម្លៃហ្នឹងខ្ញុំគិតថាទិញបានអត់អីទេបងប្អូនទិញចាស់សម្រាប់មាសគីឡូហើយសម្រាប់បងប្អូនអ្នក trade បាទសម្រាប់បងប្អូនអ្នក trade ទីផ្សារហាងឆេងមាសដើម្បីស្វែងរកនូវផលចំណេញដូចអ្វីដែលខ្ញុំបានជម្រាបជូននេះបងប្អូនអាចធ្វើការបាយបានបាទបាយណាវបានអត់អីទេតម្លៃហាងឆេងមាសហ្នឹងបាទអញ្ចឹងខ្ញុំនឹងធ្វើការ recommend ជូនដល់បងប្អូនទាំងអស់គ្នាបាទខ្ញុំចេញវីដេអូព្រឹកមិញ sell now បាទ sell now ហើយឥឡូវនេះខ្ញុំមក live ដោយផ្ទាល់ម្ដងទៀតគឺ buy now វិញមួយ sell now តាមវីដេអូចំណេញម្ដងហើយឥឡូវខ្ញុំមក buy now វិញនៅក្នុងការ live ដោយផ្ទាល់ចាំមើលថាតើ signal ការ buy now តាមការ live ដោយផ្ទាល់នេះវិញថាតើបានចំណេញដែរទេបងប្អូនណាបាទអញ្ចឹងព្រឹកមិញកាត់បាន take profit ម្ដងហើយបាទឥឡូវយើងចូលមកទិញវាវិញដោយសារតែតម្លៃដែលខ្ញុំឲ្យទិញគឺនៅ4600គាត់ប៉ុន្តែឥឡូវវាឡើងដល់4634វិញប៉ុន្តែបើសិនបើបងប្អូនរងចាំទិញការ investment ឡើងមកវិញត្រឹមតែ4600គាត់មកដល់ឥឡូវក៏ចំណេញបាន$3000ក្នុងមួយឡតជាងវិញដែរអញ្ចឹងចំណេញបានច្រើនគូផ្សំជាមួយនឹង sale now $7000ក្នុងមួយឡតទៀតគូផ្សំទៅ2ឡតនេះ10000បាត់ហើយបាទ$10000បាត់ហើយបងប្អូនឃើញទេអត្ថប្រយោជន៍គឺល្អបែបហ្នឹងអញ្ចឹងហើយបានខ្ញុំតែងតែធ្វើការជម្រាបជូនដល់បងប្អូនទាំងអស់គ្នាដើម្បីស្វែងរកឱកាសចំណេញទៅលើទីផ្សារហាងឆេងមាសមួយនេះបងប្អូនបាទមិនមែនចេះតែខាតទេហេតុអីបានខាតវាមិនមែនចេះតែខាតណាបងប្អូនបាទអ្នកដែលចំណេញគេដើរនិយាយទេតែបើអ្នកដែលខាតហ្នឹងដើរនិយាយហើយខ្ញុំវិភាគនេះគឺបងប្អូនអាចមើលទៅលើទិន្នន័យជាក់ស្ដែងនេះបានបាទបងប្អូនពិនិត្យមើលទៅលើទិន្នន័យជាក់ស្ដែងពិនិត្យមើលទៅលើតម្លៃដែលខ្ញុំបាន vote នៅក្នុងការចេញជាវីដេអូឬក៏តាមរយៈការ live នេះដល់ផ្ទាល់ទៅបាទអញ្ចឹងខ្ញុំមាន vote ចេញជាតម្លៃជួញដូរបាទឲ្យបងប្អូនមើលការប្រែប្រួលទៅតាមទីផ្សារហាងឆេងអន្តរជាតិជាក់ស្ដែងវាប្រែប្រួលដូចទៅនឹងអ្វីដែលខ្ញុំធ្វើការជម្រាបជូននឹងដែរទេហើយពីតម្លៃដែលខ្ញុំ buy now ឬក៏ sell now ហ្នឹងតើទីផ្សារវាមានទិសដៅទៅតាមអ្វីដែលខ្ញុំជម្រាបជូនថានឹងទៅរក take profit ដែរឬទេអញ្ចឹងបងប្អូនបាទបងប្អូនអាចពិនិត្យមើលបានទាំងអស់បាទអញ្ចឹងទី1បងប្អូនអាច buy now បាទបងប្អូនអាច buy now នៅតម្លៃបច្ចុប្បន្ន4636បាទ4636ខ្ញុំសូមរើ stop loss បន្តិចបងប្អូនណាបាទ
stop loss នេះបងប្អូនដាក់នៅ 4600 គត់ល្អខ្លាំងមែនតើបងប្អូនបាទប៉ុន្តែ 4600 គត់គីឡូបងប្អូនគាត់ថាអូធំណាស់36លេខណាបាទឥឡូវឡើងដល់ 4640 ឡើង4លេខមកលើទៀតទៅហើយបាទមួយឆ្វាច់ឯងឡើង4លេខបាទឡើងលឿនណាបងប្អូនមាសបាទអញ្ចឹងបងប្អូនបាយបច្ចុប្បន្នក៏បាន 4640 ឬក៏ 4636 ហ្នឹងហើយកំណត់ SL គឺជាខែលការពារហានិភ័យសង្គ្រាមរវាងអាមេរិកនិងអ៊ីស្រាអែលចាប់ដៃគូគ្នាវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់គេតែងតែមានខែលការពារមីស៊ីលគ្នាទៅវិញទៅមកអញ្ចឹងនៅក្នុងទីនេះក៏ខ្ញុំ SL នេះបាទ stop loss នេះក៏ខ្ញុំប្រើពាក្យថាជាខែលការពារហានិភ័យដូចគ្នាបាទអញ្ចឹង SL គឺជាខែលការពារហានិភ័យបងប្អូនដាក់នៅទិសដៅក្នុងតម្លៃ 4600 បាទ 4615 បងប្អូនណាបាទ 4615 ទៅបាទនេះគឺជាខែលការពារមីស៊ីលបងប្អូនដាក់នៅក្នុងទិសដៅនេះមកបាទហើយចំណុចបាទចំណុច target take profit ចំណុច target take profit បងប្អូនណាបាទខ្ញុំដាក់នៅ 4000 បាទ 4740 អញ្ចឹង 100 លេខជាងបាទអូចំណេញច្រើនបងប្អូនបាទ TP បាទ TP 100 លេខមកឡត 10000 ណាបងប្អូនមិនមែនតិចទេបាទមកឡត 10000 ដុល្លារតែម្ដង TP បាទគឺ 4740 បាទ 10000 ដុល្លារតែម្ដងបងប្អូនណាបាទអញ្ចឹងនេះគឺជាឱកាសមួយដែរសម្រាប់បងប្អូនដែលមានគណនីជួញដូរហាងឆេងមាសបូមួយអោនបងប្អូនមានដើមទុនមួយអោនសំទោសបងប្អូនមានដើមទុន100បាយ 0.01 ស្មើនឹងមាសមួយអោនមានឱកាសចំណេញ100 ដុល្លារបាទតែបងប្អូនមាន 10000 ចូលបាយមួយឡតសាយស្មើនឹងទំហំមាស100អោនមានឱកាសចំណេញ 10000 ដុល្លារទៅតាម signal មួយនេះដែលខ្ញុំកំពុងតែធ្វើការ live ដោយផ្ទាល់នេះបាទអញ្ចឹងកាលពីព្រឹកមិញ sell ចំណេញបាន 7000 ហើយបើសិនបើ signal នេះវាប្រែប្រួលទៅតាមការវិភាគរបស់ខ្ញុំទៅប៉ះ take profit ខាងលើបងប្អូនមានឱកាសចំណេញ 10000 ដុល្លារបូកផ្សំជាមួយនឹងចំណេញព្រឹកមិញ 7000 ទៀតក្នុងថ្ងៃនេះតែ2 lot size 2 signal ទេបងប្អូនមានឱកាសចំណេញប្រមាណ 17000 ដុល្លារបាទ 17000 ដុល្លារគឺច្រើនមែនតើបងប្អូនទាំងអស់គ្នានេះគឺជាប្រាក់ចំណូលប្រចាំថ្ងៃនៃការជួញដូរទៅលើទីផ្សារហាងឆេងមាសដែលខ្ញុំពិភាក្សាជូនដល់បងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំគិតថាឱកាសរកប្រាក់ចំណេញបានច្រើនបែបនេះប្រចាំថ្ងៃខ្ញុំគិតថាបងប្អូនទាំងអស់គ្នានឹងមានការចាប់អារម្មណ៍បាទហើយបើសិនបើបងប្អូនចាប់អារម្មណ៍ចង់បើកគណនីនៃការ trade ទៅលើទីផ្សារហាងឆេងមាសដែលមានការ support ពីខ្ញុំទៅលើតម្លៃនៃការជួញដូរនេះសូមតាក់ទងមកខ្ញុំតាមរយៈលេខទូរស័ព្ទដែលមានលេខ 010 36 0088 លេខហ្នឹងក៏មានប្រើ Telegram ផងដែរបងប្អូនទាំងអស់គ្នាណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាឥឡូវចាំមើល signal មួយនេះថាតើវាអាចនឹងបង្កើតឱកាសចំណេញជូនមកដល់ខ្ញុំនិងបងប្អូនទាំងអស់គ្នាម្ដងទៀតដែរទេគណៈពេលដែលព្រឹកមិញយើងទទួលបានឱកាសចំណេញម្ដងហើយបាទហើយខ្ញុំគិតថាមាសនឹងមានការឡើងថ្លៃទៅលើវិញបងប្អូនណាបាទអញ្ចឹងបងប្អូនសម្រាប់ការវិភាគតម្លៃហាងឆេងមាសតាមរយៈការ live ដោយផ្ទាល់នៅក្នុង page ក្រុមហ៊ុន BFX Capital ខ្ញុំមានតែប៉ុណ្ណឹងហើយនៅក្នុងថ្ងៃស្អែកបងប្អូនខ្ញុំសូមជម្រាបជូនអំពីឱកាសនៃការសិក្សារៀនសូត្រមួយដែលរៀបចំឡើងដោយក្រុមហ៊ុន BFX Capital នៅអគារ GIA Tower នៅជាន់ទី8យើងនឹងមានរៀបចំវគ្គសិក្ខាសាលាពិសេសជួយបង្រៀនឲ្យបងប្អូនចេះគ្រប់គ្រងហានិភ័យទៅលើការជួញដូរហាងឆេងមាសនិងជួយឲ្យបងប្អូនចេះជួញដូរហាងឆេងមាសបង្កើតនូវផលចំណេញដែលលោកគ្រូបណ្ដុះបណ្ដាលមាន2រូបមានលោកគ្រូលៀងនិងលោកគ្រូធីរុំផងដែរបាទអញ្ចឹងសិនបើបងប្អូនចាប់អារម្មណ៍នៅក្នុងការចូលរួមសិក្សានៅក្នុងថ្ងៃស្អែកចាប់ផ្ដើមពីម៉ោង1រសៀលដល់ម៉ោង5ល្ងាចសូមចុះឈ្មោះឥឡូវនេះតាមរយៈខ្ញុំដែលមានលេខទូរស័ព្ទ 010 36 0088 ឬក៏ឆាតមក page ក្រុមហ៊ុនផ្ទាល់ក៏បានដែរបងប្អូនណាបាទអញ្ចឹងខ្ញុំបាទ Saven ក៏សូមអរគុណនិងសូមជម្រាបលាផងដែរបាទ